ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើស្លម្ជូរគ្រឿងបែបបាត់ដំបងអញ្ចឹងដំបូងឡើយគឺយើងត្រូវស្រស់ឆ្អឹងជំនីជ្រូកសិនជាទៅនៅពេលដែលខ្ញុំធ្វើម្ហូបបើសិនខ្ញុំប្រើប្រភេទឆ្អឹងជំនីជ្រូកឬក៏សាច់ជ្រូកគឺខ្ញុំត្រូវតែស្រស់ត្រីក្តៅខ្ញុំស្រស់ដែរដើម្បីឲ្យវាបាត់ជាតិឆ្អាបកាត់ក្លិនអីអត់ល្អចេញពីសាច់ជ្រូកហ្នឹងហើយបន្ទាប់ពីយើងស្រស់ហើយបងប្អូនទាំងអស់គ្នាត្រូវយកទៅលាងទឹកឲ្យស្អាតចាព្រោះនៅពេលដែលយើងលាងទឹកស្អាតហើយបងប្អូនទាំងអស់គ្នាយកទៅស្រង់ដាក់កញ្ឆេងទៅដើម្បីវាអស់ទឹកហើយបន្ទាប់មកទៀតគឺយើងត្រូវដាំឆឹងឲ្យក្តៅហើយយើងដាក់ខ្លាញ់ចូលបន្តិចបន្ទាប់ពីយើងដាក់ខ្លាញ់ឲ្យក្តៅហើយបន្ទាប់មកទៀតគឺបងប្អូនទាំងអស់គ្នាដាក់គ្រឿងបុកចូលណាគ្រឿងបុករបស់យើងហ្នឹងគឺអត់មានអីផ្សេងក្រៅពីស្លឹកគ្រៃស្លឹកក្រូចល្មៀតដែរបងប្អូនទាំងអស់គ្នាចាអញ្ចឹងនិយាយរំទៅជាប្រភេទគ្រឿងបុករបស់ខ្មែររបស់យើងណាចំពោះគ្រឿងបុកនេះគឺអត់ពិបាកធ្វើទេអញ្ចឹងបងប្អូនអាចចេះធ្វើហើយបន្ទាប់ពីយើងដាក់ឲ្យបងប្អូនទាំងអស់គ្នាអាចកូរវាឲ្យសព្វទៅហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាត្រូវយកឆ្អឹងជំនីជ្រូកដែលយើងលាងហើយមិញហ្នឹងយកមកឆាលាយគ្នាជាមួយគ្រឿងហ្នឹងណាឆាឲ្យវាចូលជាតិគ្នាទៅបន្ទាប់ពីយើងឆាឲ្យចូលជាតិគ្នាហើយយើងត្រូវទុកមកស្ទុះសិនអញ្ចឹងណាបងប្អូនយើងទុកវារៀងឲ្យពុះបន្តិចសិនទៅចាអញ្ចឹងយើងកូរវាតិចអញ្ចឹងទៅហើយយើងទុកយើងចាប់ផ្ដើមទុកវាមកស្ទុះសិនចាឥឡូវយើងឃើញថាបន្ទាប់ពីវារៀងពុះបន្តិចហើយចឹងបងប្អូនទាំងអស់គ្នាអាចដាក់ប្រហុកចូលចំពោះប្រហុកនេះបើសិនជាបងប្អូនចូលចិត្តរៀងក្លិនខ្លាំងបងប្អូនអាចដាក់ច្រើនទៅហើយបើបងប្អូនអត់សូវចូលចិត្តទេដាក់តិចទៅបានហើយចាបន្ទាប់មកទៀតគឺយើងកូរវាឲ្យសព្វទៅតាមពិតទៅប្រហុកនេះបងប្អូនទាំងអស់គ្នាអាចដាក់ជាមួយគ្រឿងបានណាតែខ្ញុំអត់បានដាក់ជាមួយគ្រឿងអញ្ចឹងខ្ញុំដាក់ពេលដាក់សាច់ចូលហ្មងទៅអញ្ចឹងបន្ទាប់ពីយើងដាក់ផុកហើយយើងកូរវាឲ្យសព្វហើយយើងទុកវាពុះបន្តិចអញ្ចឹងបងប្អូនទាំងអស់គ្នាអាចថែមត្រប់បានត្រប់នេះយើងត្រូវដាក់មុនគេដោយសារតែវាអត់ងាយផុយចាអញ្ចឹងបន្លែផ្សេងវាឆាប់ផុយអញ្ចឹងយើងដាក់ត្រប់នឹងមុនគេទៅចាហើយបន្ទាប់ពីយើងដាក់ត្រប់ចូលហើយបងប្អូនអរគ្នាត្រូវកូរវាឲ្យសព្វតិចទៅឲ្យវាចូលជាតិគ្នាជាមួយនឹងសាច់ជាមួយនឹងគ្រឿងអញ្ចឹងណាចាបន្ទាប់ពីយើងកូរវាសព្វហើយយើងអាចទុកវាមកស្ទុះសិនដើម្បីឲ្យវាចូលជាតិឲ្យខ្លាំងតិចទៅចាយើងទុកវាឲ្យយូរបន្តិចមកហើយចាំយើងដាក់ទឹកតាមក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងយើងឃើញថាវាចាប់ផ្ដើមពុះតិចហើយអញ្ចឹងបន្ទាប់មកទៀតមកគឺបងប្អូនអរគ្នាត្រូវដាក់ទឹកចូលហើយចំពោះទឹកនេះបងប្អូនអាចដាក់តាមការចូលចិត្តបានតែបើជាទូទៅគឺយើងដាក់ត្រឹមតែម្លិចសាច់ទៅបានហើយកុំដាក់ច្រើនពេកគណៈដាក់ច្រើនតិចក៏វាអត់ល្អដែរហើយខ្ញុំបានថែមទឹកបន្តិចដែរចាបន្ទាប់មកទៀតគឺយើងទុកវាឲ្យពុះណាបងប្អូនបន្ទាប់យើងទុកវាឲ្យពុះហើយគឺយើងចាប់ផ្ដើមថែមគ្រឿងចំពោះគ្រឿងនេះយើងមានម្សៅស៊ុបស្ករសហើយនិងទឹកត្រីផងដែរចាហើយចំពោះការថែមថយគ្រឿងនេះបងប្អូនអរគ្នាអាចដាក់តាមចំណង់ចំណូលចិត្តបានហ
ហើយជាទូទៅនៅក្នុងការធ្វើម្ហូបរបស់ខ្ញុំដំបូងឡើយគឺខ្ញុំអត់សូវជាដាក់គ្រឿងច្រើនទេដោយសារអីដោយសារខ្ញុំខ្លាចថាវាជ្រុលអញ្ចឹងណាអញ្ចឹងចិត្តថាយើងដាក់វាបន្តិចសិននៅពេលដែលវាឆ្អិនហើយចាំយើងភ្លក់យកជាការអញ្ចឹងបន្ទាប់ពីខ្ញុំដាក់គ្រឿងហើយខ្ញុំទុកឲ្យវាមកពុះហើយបន្ទាប់មកទៀតគឺខ្ញុំបានដាក់ទឹកអំពិលទុំចូលអញ្ចឹងបន្ទាប់ពីខ្ញុំបានដាក់ទឹកអំពិលទុំចូលហើយខ្ញុំក៏បានដាក់ម្ទេសប្លោកខ្មែរចូលអញ្ចឹងអាម្ទេសទូចណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់ហើយគឺយើងកូរវារៀងសប់បន្តិចហើយយើងក៏ទុកវាមកពុះទៅដោយសារម្ទេសប្លោកខ្មែរយើងឆាប់ឆ្អិនអញ្ចឹងហើយពុះធំតាមម្ដងពីរដងគឺវាឆ្អិនបាត់ទៅហើយអញ្ចឹងយើងចាប់ផ្ដើមកូរវារៀងឲ្យសប់បន្តិចទៅហើយបងប្អូនអាចភ្លក់បានភ្លក់តាមការចូលចិត្តបានអញ្ចឹងណាចឹងបន្ទាប់ពីភ្លក់ហើយឃើញថារសជាតិវាល្មមហើយអញ្ចឹងខ្ញុំបានដាក់ម្ទេសចូលដោយសារម្ទេសហ្នឹងខ្ញុំចូលចិត្តញ៉ាំចុចជាមួយនឹងស្លអញ្ចឹងណាអញ្ចឹងយើងដាក់ម្ទេសចូលបន្តិចទៅហើយបន្តមកទៀតខ្ញុំដាក់ប៉េងប៉ោះចូលដើម្បីឲ្យវារសជាតិវាកាន់តែជូរដិតដោយសារមុខម្ហូបយើងគឺយើងស្លម្ជូរគ្រឿងអញ្ចឹងយើងត្រូវដាក់រៀងជូរដិតតិចទៅចាអញ្ចឹងបន្តមកទៀតយើងទុកវាមកអំពុះទៅយើងមើលទៅឃើញថាវាប៉េងប៉ោះរបស់យើងក៏ចិត្តឆ្អិនហើយចុងក្រោយរបស់យើងគឺយើងដាក់តែម្រះព្រៅទៅបានហើយបងប្អូនសម្រាប់ខ្ញុំអត់ដាក់ក៏បានដែរតែបើសិនជាបងប្អូនមិនចូលចិត្តអីបងប្អូនអាចអត់ដាក់បានតែសម្រាប់ខ្ញុំដាក់អាហ្នឹងទៅវាកាន់តែឈ្ងុយរសជាតិវាឈ្ងុយហើយវាស៊ីគ្នាអញ្ចឹងយើងឃើញថាចំពោះស្លរបស់យើងគឺរួចហើយអញ្ចឹងចំពោះបងប្អូនណាដែលចង់ធ្វើអាចរៀនធ្វើខ្លួនឯងបានអរគុណ